តាមពិតលឿនណាស់មកអាទិត្យជាប់នេះបាទ right បាទថាផ្សេងក៏លឿនដែរតែវាមិនលឿនដល់ម្លឹងបាទឥឡូវខ្ញុំនឹងបង្កើត file មួយstatic element បាទខ្ញុំត្រូវការប្រើ class មួយបាទប្រើ file ឯងfile x menu បាទឥឡូវខ្ញុំត្រូវការ file មួយគឺ file មេរៀននឹងយើងពួកយើងតែម្ដងចឹងហ៎បាទ file មេរៀនពួកយើងហ្នឹងតែពីព្រោះ read ខ្ញុំ copy យើងទៅដាក់ក្នុង pad យើងហេតុអីមិនត្រូវដាក់ copy ក្នុង pad ដាក់កន្លែងផ្សេងបានអីបាទកន្លែងណាក៏បានដែរតែបើយើងដាក់ក្នុង pad របស់បច្ចេកយើងវាងាយស្រួលព្រោះឲ្យយើងគ្រាន់តែត្រឹមតែប្រយ័ត្នតែឈ្មោះមែនទេហ្នឹងហើយវាដូចជាពេល read កន្លែងនេះណាអ្នកទាំងអស់គ្នាគ្រាន់ដាក់ត្រឹមតែឈ្មោះចឹងហ៎បាទអញ្ចឹងវានឹងស្វែងទៅរកដូច temperature វានឹងឯងណាតែបើសិនជា file ណាដែលយើងចង់ read យើងដាក់នៅទីតាំងផ្សេងពួកយើងត្រូវនិយាយថាចាប់ពីណាទៅណាទៅណាហ្នឹងឥឡូវវា file ខ្ញុំណែនាំឲ្យយើងស្គាល់ថា file input stream បាទ file input stream ណាបាទ file input stream វាអាច read បាន file គ្រប់ប្រភេទ file អីក៏ read បានដែរណាតែគាត់ថាប្រសិនបើវាជា text file វិញវាអាច read ដោយផ្ទាល់បានតែម្ដងតែបើសិនជា mp3 file ឬក៏ video file វាត្រូវការ read ឲ្យបង់ឲ្យខ្លះផ្សេងទៀតដើម្បី play វាចេញមកអានេះក្រហមនេះវាឲ្យយើងប្រើប្រាស់ខាច់ទេណាបាទឲ្យយើងប្រើប្រាស់ខាច់អីគេ sound not sound អីទៅសិនមែនទេណាចាំមកដាក់មក try ខាច់អីទៅណាយើងអាច read file បានតែម្ដងណាហ្នឹងហើយយើងមិនចាំបាច់ប្រើខ្លះផ្សេងទេប្រសិនណាបើវាជា text file យើងអ្នកទាំងអស់គ្នាប្រើមកwow fi not available មានន័យថាចេះវានឹងរាប់ទៅតាមលទ្ធភាពដែល file អាច read ទៅបានចូលមកវាមកវាបើក file ហើយដាក់ cursor នៅដើមគេផុតនៅខាងលើហើយដើមគេផុតចឹងពេលដែលវា read ដល់មួយ character វារំកិល cursor មកមុខអញ្ចឹងវាគិត available វាប្រហែល character ទៅមុខទៀតចឹងទៅអញ្ចឹងពេលដែលវារាប់រហូតទៅដល់ available វាយ៉ាងម៉េចដល់វា available វាស្មើ0ធ្វើលក្ខខណ្ឌនេះមិនពិតអញ្ចឹងពេលដែល available នេះស្មើ0មានន័យថាវា read ទៅដល់ end of file ហើយអញ្ចឹងបាទ end of file ហើយអញ្ចឹងយើងចាប់តាមទីនោះthen not not print ix dot read អ្នកទាំងអស់គ្នាមើលដែលកថាវាគឺប្រភេទទិន្នន័យជា int ទេណែវា read ជា ASCII ណាហ្នឹងហើយអញ្ចឹងបានវាអាច read បាន file គ្រប់ប្រភេទសូម្បីតែរូបភាពសូម្បីតែវីដេអូក៏មាន ASCII នៅក្នុងដែរតែបើយើងបើកមើលទៅវាគឺយើងជុំណាហ្នឹងហើយអញ្ចឹងតែបើ character វិញយើងអាច read តែបន្តបានពីព្រោះយើងអាច convert ពី ASCII ហ្នឹងមកជា character បានណាហ្នឹងតែយើងមិនអាច convert ពី ASCII ទៅសម្លេងបានទេតម្រូវឲ្យមានខ្លះផ្សេងទៀតដើម្បីជួយវាអញ្ចឹងនៅក្នុងករណីហ្នឹងពួកយើងអាច read file ហ្នឹងបានដោយផ្ទាល់ណាយល់ទេណាបាទ read file ហ្នឹងបានដោយផ្ទាល់មានន័យថា content របស់ file យើងត្រូវ read មកបានតែខ្ញុំមិន recommend ឲ្យពួកយើង read ដោយផ្ទាល់ចឹងទេ read ចឹងឧទាហរណ៍ថា file នៅក្នុង local យើងធ្វើអីបានតែបើ file ហ្នឹងនៅលើ network ឬក៏នៅលើ internet ស្អីពួកយើងត្រូវ read យកវាមកអញ្ចឹងក្នុងករណីដែល connection យើងវាយឺតជាងអានេះជា output ដូច្នេះ program នឹង error តែម្ដងវាលោកមកផ្លាច់ខាច់នេះភ្លាមណាហ្នឹងហើយអញ្ចឹងតម្រូវឲ្យយើងប្រើអីគេមិញខ្ញុំឲ្យពួកយើងប្រើទៀត buffer ណាហ្នឹងហើយកំណាត់ប្រើ buffer នេះមានន័យថាបំរុងទុកណាbuffer rate input stream ណា vi ស្មើនឹង new buffer rate input stream អញ្ចឹងបើ apply input stream ហ្នឹងចូលទៅក្នុង buffer អ្នកទាំងអស់គ្នាលេងប្រើ fi ហើយប្រើ vi ទេតែរានក៏ដូចគ្នាមិនទេណាតាមទៅដូចគ្នាមិនទេយើងអាច read content របស់ file ហ្នឹងបានដូចនេះក៏ប៉ុន្តែប្រសិនបើវាចូលទៅក្នុងនឹង read មួយ output មួយ read មួយ output មួយក្នុងករណីដែលវាចូលទៅក្នុងនឹងទៅអានេះ output នេះវាលឿនជាងអានេះទៅ read ក៏វាមិន error ដែរពីព្រោះ buffer ហ្នឹងវាមានអា method មួយឈ្មោះថា reset ពីជួយឲ្យយើងរងចាំនៅ connection ហ្នឹងដើរទៀតអានេះ read តទៀតណាហ្នឹងហើយអញ្ចឹងជាទូទៅពេលដែលយើង read file គួរតែប្រើ buffer តែបើយើង read របៀបនេះអ្នកទាំងអស់គ្នា
ក្នុងករណីដែលវាជា MP3 ដែលជាអីគឺយើងចូលចិត្តរៀបម្ដងមួយឆាចឹងហើយតែបើសិនជាអានឹងជា text file គឺយើងរៀបមួយឆាចឹងយឺតណាយើងគួរតែរៀបម្ដងមួយ line ទៅលឿនជាងបាទអញ្ចឹងដើម្បីរៀបទិន្នន័យនឹងបានមួយ line ទីប្រើ scanner ពីព្រោះ scanner វាអាចរៀបបានគ្រប់តែកថាណាបើសិនជាប៉ះចំ content ណាដែលជាតួលេខវាដឹងថាហ្នឹងជា integer ណាតែធម្មតាគេមិនរៀបចឹងទេវាវារីណាគេសុខចិត្តរៀបម្ដងមួយ line វិញណាហើយយកមក split វាពីក្រោយអញ្ចឹងក្នុងករណីនេះបើយើងចង់រៀបម្ដងមួយ line យើងប្រើ scanner st ស្មើនឹង new scanner ដែរណា scanner នេះយើងរៀបជាមួយនឹង file ផ្ទាល់ទាំងនោះក៏បានដែរតែមិនប្រសើរទេណាមិនប្រសើរទេគួរតែប្រើតាមរយៈ buffer អញ្ចឹងនៅពេលនេះគឺយើងប្រើ scanner ទៅលឿនជាង st.hasnext បាទ hasnext ហ្នឹងចេះពេលដែលរ៉ាំគ្នាដូចគ្នាអញ្ចឹងគេដាក់ constant ដែរមកតទៅហើយវាឆែកមើលខាងមុខហ្នឹងមានទិន្នន័យអត់ប្រសិនណាបើតែខាងមុខហ្នឹងមានទិន្នន័យអា hasnext នេះមានន័យថាវានឹងវា true តែបើសិនជាអាខាងមុខវាហ្នឹងអត់មានទិន្នន័យហ្នឹងបែបតែក៏វាចាត់ទុកថាទិន្នន័យនេះរូបប្រើតែ end of file តែម្ដងអាចចាត់ទុកថាអត់មានទិន្នន័យអញ្ចឹងប្រសិនបើវាអត់មានទិន្នន័យទេអា hasnext ហ្នឹងវានឹងដាក់ពាក្យថាផលវិញអញ្ចឹងយើងនឹងរៀបរហូតទាល់តែវាអត់ទិន្នន័យអញ្ចឹងកន្លែងនេះអ្នកទាំងអស់នេះអាចប្រើ st.nextin យើងអាចរៀបទិន្នន័យក្នុង file ហ្នឹងបើវាជា in មកតែធម្មតាបើយើងរៀប file អញ្ចឹងយើងគួរតែរៀប line រៀបដល់មួយគឺមិនទាន់តែប្រភេទទិន្នន័យវាជា string តែពួកយើងមិនចាំបាច់ convert ទៅជាឆាទេពីព្រោះ return ទិន្នន័យមកវាជា string ស្រេចហើយអ្នកទាំងអស់គ្នារាន content file ឡើងតាមលឿនជាងហេតុអីបានលឿនជាងពីព្រោះវាចូលម្ដងមួយ line ហើយគ្រប់ម្ដងបានមួយ line ណាហ្នឹងមិនមែនដូច concept មិញទេគឺវាចូលម្ដងមួយ character ណាហ្នឹងហើយបាទអញ្ចឹងអានេះយើងអាចរៀបទិន្នន័យពី file បាន